បាទជំរាបសួរបងប្អូនជនជាតិពេលនេះខាងយោធាសៀមបានធ្វើការទម្លាក់គ្រាប់នៅឯទីវឹកវើបាទបោះសាលាយុទ្ធភូមិភាគទី5បាទសាលាពលទាហានយុទ្ធភូមិភាគទី5ភ្នំតូចបងប្អូនបាទឥឡូវនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របាទភូមិសាស្ត្រទឹកដីស្រុកបាណន់ខេត្តបាត់ដំបងបាទនឹងស្រុកបាទឃុំមួយចំនួនទៀតដែលនៅជាប់នឹងព្រំប្រទល់បាទស្ថិតក្នុងខេត្តបាត់ដំបងនេះគឺកំពុងតែភ័យខ្លួនរកទីមានសុវត្ថិភាពបាទយើងមើលឃើញថាអំពើឈ្លានពានបាទដល់ខុសខើយងក្នុងព្រៃផ្សៃរបស់យោធាសៀមនេះកាន់តែបាទរីករាលដាលមែនទែនហើយបាទគឺកំពុងតែទម្លាក់គ្រាប់បាទឈ្លានពានមកលើអធិបតេយ្យភាពទឹកដីយើងគ្រប់ទីកន្លែងនោះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋបាទទាំងអស់ស្វែងរកនៅទីទួលមានសុវត្ថិភាពបាទដើម្បីរក្សានៅយុគជីវិតបាទរបស់បងប្អូនបាទពុកម៉ែបងប្អូនទាំងបាទបាទខ្ញុំពិតជាឈឺចាប់ណាស់បងប្អូនបាទហើយខ្ញុំនឹងមិនអោបដៃឈុំមើលទេនៅការឈ្លានពាននេះហើយខ្ញុំហ៊ាននិយាយចំពោះមុខបងប្អូនថាបើសិនជាថៃនៅតែបន្តឈ្លានពាននៅរូបភាពបែបនេះទៀតខ្ញុំនឹងស្ម័គ្រចិត្តបាទចូលរួមបាទយកជីវិតនេះដើម្បីចូលរួមជួយការពារទឹកដីរបស់យើងតគ្នាបងប្អូនបាទបាទគឺវាទម្លាក់គ្រាប់នៅឯមន្ទីរយុទ្ធភូមិភាគទី5ទេបាទគឺសាលាវឹកវើបាទសាលាវឹកវើរបស់ពលទាហានភូមិភាគ5បាទនេះគឺបងប្អូនប្រជាពលរដ្ឋយើងដែលក៏រាវរត់ភ័យបាទរត់គេចចេញពីតំបន់ដែលត្រូវពួកសៀមបានទម្លាក់គ្រាប់ហ្នឹងបាទ 4-5 គ្រាប់ហើយបងប្អូនបាទកាត់អីភ័យបាទបងនេះនៅភ្នំសពៅខ្ញុំនៅភ្នំសពៅបងបាទយោធាសៀមបានទម្លាក់គ្រាប់បាទតាមយន្តហោះ F16 ហ្នឹងបាទ 4-5 គ្រាប់ហើយបងប្អូនបាទឥឡូវបងប្អូនប្រជាពលរដ្ឋយើងនៅចម្ងាយឆ្ងាយបាទឆ្ងាយច្រើនគីឡូដែរពីភ្នំតូចបាទតែគាត់ត្រូវរត់គេចចេញពីសាលារៀនបាទសិស្សសាលារត់ចេញពីសាលារៀនអាជីវករបាទបាទខ្ញុំក្មួយទៅផ្ទះក្មួយទៅផ្ទះបាទនេះគឺខ្ញុំនៅក្បែរភ្នំសំពៅទេបាទមិនបាននៅចិត្តកន្លែងទម្លាក់គ្រាប់ទេតែបងប្អូនប្រជាពលរដ្ឋនៅចម្ងាយឆ្ងាយច្រើនគីឡូណាបាទដល់ពីភ្នំតូចមកតែពួកគាត់បាទគឺពួកគាត់កំពុងតែច្បោកច្បល់បាទរត់រកទីសុខសុវត្ថិភាពបាទសិស្សសាលាក៏មិនបានរៀនបាទអាជីវករបាទអាជីវករលក់ដូរផ្សេងបានត្រីឆ្កាផ្សេងគឺត្រូវបានអាចនៅកន្លែងដែលគ្មានសុវត្ថិភាពទេបាទគឺកំពុងតែរកគ្រួសារបាទរកបងប្អូនដើម្បីរកកន្លែងទីទួលមានសុវត្ថិភាពបាទបានចឹងខ្ញុំគ្រាន់តែជម្រាបជូនព័ត៌មានដល់បងប្អូនឲ្យបានជ្រាបប៉ុណ្ណេះបាទដើម្បីឲ្យបងប្អូនបានប្រាប់ទៅដល់បងប្អូនបាទក្រុមគ្រួសារដទៃទៀតដែលមានទីលំនៅនៅក្បែរតំបន់យោធាយើងដែលសៀមបានទម្លាក់គ្រាប់បាទអំបញ្ញនេះបាទឲ្យពួកគាត់បានដើម្បីស្វែងរកនៅទីទួលមានសុវត្ថិភាពបាទគេចចេញពីតំបន់ដែលជាតំបន់ចូលជើងរបស់យោធាយើងបាទសូមអរគុណបាទសូមអរគុណបាទ